ចំណែកផុសតាធម្មតាមួយទៀតគឺតកតងទៅនឹងនាមរបស់តួអង្គមួយចំនួនក្នុងរឿងមហាវេស្សន្តរជាតកដែលជារឿងដ៏សំខាន់មួយក្នុងពុទ្ធសាសនាហីនយានព្រោះរឿងជាតកមួយនេះបង្ហាញពីកំណើតរបស់ព្រះពុទ្ធមួយជាតិមុនពេលត្រាស់ដឹងធម៌តួអង្គសំខាន់នៃរឿងនេះខ្មែរបានស្គាល់និងបានចងចាំតែឈ្មោះជាភាសាសំស្ក្រឹតដូចជានាងមេត្រីដែលពួកអ្នកប្រើភាសាបាលីហៅថាមេទីនិងនាងគ្រឹស្ណាជាភាសាបាលីហៅថាកុសនាឈ្មោះទាំងនេះខ្មែរមិនដែលហៅតាមភាសាបាលីម្ដងឡើយដូច្នេះរឿងរបស់ពុទ្ធសាសនាហីនយានភាសាសំស្ក្រឹតអាចត្រូវបានគេនាំចូលមកផ្សព្វផ្សាយនៅកម្ពុជាតាំងពីយូរណាស់មកហើយមុនពេលពុទ្ធសាសនាថេរវាទប្រើប្រាស់ភាសាបាលីរបស់ស្រីលង្កាចូលមកដល់ដោយសារខ្មែរស្គាល់ឬជាដកនៃពុទ្ធសាសនាថេរវាទតាំងពីយូរយារមកហើយនោះបានន័យថាពុទ្ធសាសនានេះក៏អាចត្រូវបាននាំចូលមកផ្សព្វផ្សាយក្នុងពេលជាមួយគ្នានេះដែរនៅលើទឹកដីកម្ពុជាដែលរួមមានទាំងភូមិភាគកណ្ដាលឦសាននិងខាងត្បូងនៃប្រទេសថៃសព្វថៃនេះផងតែពេលនោះជនជាតិថៃអាចគ្រាន់តែជាអន្តោប្រវេសន៍ជនធម្មតាតែប៉ុណ្ណោះប្រជាជនសំខាន់គឺពួកមននិងខ្មែរដែលជាអ្នកក្តាប់អំណាចរដ្ឋាភិបាលម្យ៉ាងទៀតដោយសារពេលនោះវប្បធម៌ប្រើភាសាសំស្ក្រឹតមានការពេញនិយមជាខ្លាំងណាស់នាំឲ្យគេហៅឈ្មោះតួអង្គក្នុងរឿងជាដកភាសាបាលីទាំងនោះទៅជាភាសាសំស្ក្រឹតទាំងអស់ចំណុចនេះមានផុសតាំងច្រើនណាស់តាមរយៈសិលាចារឹកនៅសម័យក្រោយអង្គរពេលដែលខ្មែរនាំគ្នារៀនតែធម៌អាតាមគម្ពីរប្រតិបិដកភាសាបាលីរាប់រយឆ្នាំទៅហើយក៏អ្នកស្រុកនៅតែប្រើវាក្យសព្ទសំស្ក្រឹតធម្មតាក្នុងការសរសេរអត្ថបទទាំងឡាយផងដែរតាមលោកក្រសែមឆ្នាំ1984ម្ល៉េះហើយផុសតាំងទាំងខាងលើនេះមិនអាចឆ្លុះបញ្ចាំងថាជនជាតិថៃបានស្គាល់និងប្រកាន់យកទ្រឹស្ដីថេរវាទមុនជនជាតិខ្មែរឡើយតាមរយៈសិលាចារឹកភាសានិងអក្សរខ្មែរមួយផ្ទាំងធំមានការបរិច្ឆេទនៅឆ្នាំ1391នៃគ្រិស្តសករាជរកឃើញនៅក្នុងតំបន់ព្រៃស្វាយនិងអតីតទីក្រុងសក្ខោតីរបស់ថៃសព្វថ្ងៃជាសិលាចារឹករបស់ព្រះជាសក្ខោតីមួយអង្គនាមស្រីសុរិយពង្សរៀមមហាធម្មរាជាធិរាជខ្លឹមសារនៃចរិតនេះបានឲ្យដឹងថាស្ដេចអង្គនេះបានប្រើរាជបណ្ឌិតរបស់ខ្លួនឲ្យទៅអញ្ជើញមហាសាមីសង្ឃរាជដ៏មានសិលរៀនចប់ប្រតិបិដកដែលសឹងនៅលង្កាទ្វីបនិងជាអ្នកមានសិលាចារដូចជាខ្សីណាស្របផងកាលពីព្រេងនាយសម្ដេចព្រះមហាថេរនិងភិក្ខុសង្ឃជាច្រើនអង្គដែលគេអញ្ជើញបានមកពីស្រីលង្កាពេលនោះបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការផ្សព្វផ្សាយធម៌ព្រះពុទ្ធសាសនាថេរវាទនៅសក្ខោតីហើយដែលសំបីតែព្រះជាអង្គនោះក៏បានស្ម័គ្រចិត្តត្រាស់ថ្លាបួសមួយរយៈក្រោមការបំពោះរបស់ព្រះមហាស្វាមីសង្ឃរាជអង្គនោះដែរដូច្នេះបានន័យថាមកដល់នៅសតវត្សទី14ពុទ្ធសាសនាថេរវាទរបស់ស្រីលង្កាបានប្រតិស្ថានយ៉ាងមាំទៅហើយនៅប្រទេសសៀមសុខោតី